អូនយើងមានដឹងពីមូលហេតុនៃការរំជួយដីអត់នេះខ្ញុំនឹងនិយាយឬក៏អធិប្បាយមូលហេតុនៃការរំជួយដីបែបពុទ្ធសាសនាឲ្យបងប្អូនស្ដាប់ឬក៏ឲ្យបងប្អូនដឹងខ្ញុំជឿថាបងប្អូនយើងមួយចំនួនប្រហែលជាអត់ដឹងទេគឺកាលពីឆ្លងឆ្នាំទៅមិញគឺនៅជប៉ុនយើងដឹងហើយគឺមានខេត្តមួយចំនួននៅបណ្ដាមាត់ឆ្នេរហ្នឹងគឺមានការរំជួយដីធ្ងន់ធ្ងរមែនទែនគឺកម្រិត7.4ឬក៏7.5វីទ័រហើយបើនៅកន្លែងខ្ញុំគឺនីកតាហ្នឹងគឺរំជួយ6.4វីទ័រខ្ញុំក៏នៅនឹងហេតុការណ៍នេះដែរប៉ុន្តែខ្ញុំគឺរំជួយដីអីគឺខ្ញុំមិនខ្លាចទេអត់សូវជាភ័យទេប៉ុន្តែខ្ញុំខ្លាចជាងគេគឺផ្គោលនេះគឺខ្លាចមែនទែនហើយនេះគឺជាវីដេអូដែលខ្ញុំថតកាលពីឆ្នាំទៅមិញក្រោយពីរំជួយដីបាន2ថ្ងៃគឺឃើញប្រជាជនជប៉ុនគេមកធ្វើការបួងសួងឬក៏ធ្វើការអធិដ្ឋានច្រើនមែនទែនយើងមួយចំនួនប្រហែលជាបែងចែកអត់ដាច់ទេអ្វីទៅហៅតការបួងសួងហើយអ្វីទៅហៅតកាអធិដ្ឋានគឺពីរនេះក៏ដូចគ្នាទេនៅក្នុងសាសនាយើងគឺបែងចែកដាច់ល្អមែនទែនសាសនារបស់យើងគឺបដិសេធរឿងការបន់ស្រន់និងការបួងសួងបើសិនជាការបន់ស្រន់និងការបួងសួងពិតជាមានផលមែនគឺលើលោកនេះប្រហែលជាអត់មានអ្នកក្រទេព្រោះអ្នកណាក៏ចេះបន់ស្រន់អ្នកណាក៏ចេះបួងសួងដែរបើថាបន់ស្រន់ឬក៏បួងសួងមានផលមែនដាក់100លានបាច់ធ្វើការធ្វើអាចហើយគួយតែបន់ស្រន់តែការអធិដ្ឋានគឺខុសពីការបួងសួងព្រោះការអធិដ្ឋានគេរាប់បញ្ចូលនៅក្នុងបារមីទាំង10របស់ព្រះសម្មាសម្ពុទ្ធយើងមកចូលរឿងយើងវិញមូលហេតុនៃការរំជួយដីគឺកាលនោះគឺព្រះអង្គបានដាក់អាយុសង្ខារចូលបដិរិពានក៏មានការរំជួយផែនដីជាខ្លាំងព្រះអានន្ទក៏បានទៅទូលសួរព្រះអង្គថាតេតងនឹងហេតុនៃការរំជួយដីហើយព្រះអង្គក៏បានត្រាស់ប្រាប់ព្រះអានន្ទពីមូលហេតុនៃការរំជួយដីទី1គឺដោយសារតែកម្លាំងខ្យល់បោកទី2គឺអ្នកដែលមានឫទ្ធិបណ្ដាលទី3ព្រះពោធិសត្វបដិសន្ធិនៅក្នុងផ្ទៃមាតាទី4ព្រះពោធិសត្វប្រសូតទី5ព្រះពុទ្ធត្រាស់ដឹងទី6ព្រះពុទ្ធសម្ដែងធម្មចក្រទី7ព្រះពុទ្ធដាក់អាយុសង្ខារហើយនឹងទី8គឺព្រះពុទ្ធចូលនិព្វានចឹងហើយនៅពេលដែលព្រះអានន្ទស្ដាប់ហើយគឺព្រះអង្គដឹងភ្លាមព្រោះសារហេតុការណ៍មុនគឺបានកើតឡើងអស់ហើយគឺនៅសល់ហេតុការណ៍ចុងក្រោយ2ចុងក្រោយគឺព្រះពុទ្ធដាក់អាយុសង្ខារហើយនឹងព្រះពុទ្ធចូលព្រះនិព្វានគឺព្រះអង្គគឺគេហៅថាសែតមែនទែនព្រះអានន្ទគឺសែតមែនទែនដោយសារតែកាលនោះព្រះអានន្ទព្រះអង្គអត់ទាន់បានសម្រេចអរហត្តផលគឺជាព្រះអរហន្តព្រះអង្គត្រឹមតែជាអរិយបុគ្គលជនទី1ដែលយើងហៅថាព្រះសូដាប័នចឹងហើយតែងតែមានការសោកសៅជារឿងធម្មតាហើយយើងអ្នកធ្លាប់សិក្សាប្រវត្តិព្រះអានន្ទដឹងហើយព្រះអង្គគឺមិនធម្មតាទេព្រះអានន្ទគឺជាព្រះអនុឆាហើយព្រះអង្គត្រឹមជាយើងហៅថាជាដូនមួយរបស់ព្រះសម្មាសម្ពុទ្ធមិនត្រឹមតែជាដូនមួយទេព្រះអង្គគឺជាគេហៅថាសហជាតិរបស់ព្រះសម្មាសម្ពុទ្ធទៀតហើយព្រះអង្គមុនចេញបួសព្រះអង្គជារាជបុត្រមានការប្រជុំសង្ឃដើម្បីធ្វើសង្គាយនាបត្រៃបិដកលើកទី1គឺគេចម្រាញ់យកតែព្រះអរហន្តទេប៉ុន្តែកាលនោះគឺព្រះអានន្ទព្រះអង្គអត់ទាន់បានសម្រេចជាព្រះអរហន្តទេប៉ុន្តែព្រះមហាកស្សបៈព្រះអង្គថាការធ្វើសង្គាយនាបើសិនជាអត់មានព្រះអានន្ទចូលរួមទេគឺការធ្វើសង្គាយនាបត្រៃបិដកគឺដូចជាអត់សូវមានន័យអញ្ចឹងដោយសារតែព្រះអានន្ទព្រះអង្គគឺជាយើងហៅថាឃ្លាំងគឺជាឃ្លាំងប្រសូតឃ្លាំងព្រះវិន័យទាំងអស់ហ្នឹងហើយនៅក្នុងព្រះអានន្ទគឺ84000បឋមខណ្ឌគឺព្រះអានន្ទព្រះអង្គចាំបានរហូតដល់ទៅ82000បឋមខណ្ឌអញ្ចឹងហើយគឺអត់អាចព្រះអានន្ទបានទេអត់អាចអត់ព្រះអានន្ទបានទេដូច្នេះហើយគឺត្រូវធ្វើម៉េចគឺត្រូវទៅយកព្រះអានន្ទថ្ងៃប៉ុន្តែចុងក្រោយព្រះអង្គក៏បដិបត្តិរហូតដល់សម្រេចជាព្រះអរហន្តនៅថ្ងៃដែលគឺព្រឹកឡើងគេត្រូវធ្វើសង្គាយនាហើយគឺយប់ឡើងគឺព្រះអង្គគឺបដិបត្តិខ្លាំងមែនទេបដិបត្តិរហូតដល់សម្រេចគឺព្រះអង្គបដិបត្តិតែដំបូងការបដិបត្តិថ្មីគឺព្រះអង្គប្រឹងប្រែងពេកគឺអត់សម្រេចទេគឺអត់សម្រេចជាព្រះអរហន្តទេប៉ុន្តែដោយសារតែព្រះអង្គបាននឹកឃើញយ៉ាងហៅថាសម្ដីរបស់ព្រះសម្មាសម្ពុទ្ធថាព្រះអានន្ទព្រះអង្គធ្លាប់បានសន្សំបុណ្យមកច្រើនភពច្រើនជាតិហើយព្រះអង្គគង់តែសម្រេចនៅថ្ងៃណាមួយអញ្ចឹងព្រះអានន្ទព្រះអង្គក៏គិតថាប្រហែលជាយើងប្រឹងប្រែងបដិបត្តិពេកហើយព្រះអង្គក៏យើងហៅថាផ្អៀងព្រះកាយលើកជើងដើម្បីសម្រាកគាត់តែព្រះអង្គលើកជើងដើម្បីសម្រាកគឺព្រះអង្គក៏បានសម្រេចអរហត្តផលដោយការសម្រេចអរហត្តផលគឺចម្លែកមែនទែនគឺអត់ស្ថិតនៅក្នុងអរិយាបថទាំង4ទេគឺលក្ខណៈយើងផ្អៀងខ្លួនគឺសម្រេចមកហើយនៅថ្ងៃដែលគេធ្វើសង្គាយនាគឺព្រះអានន្ទគឺយើងហៅថាសង្ហាមែនទែនទេភាសាថៃគេថាទេអង់គ្លេសគេថាមែនមែនទែនគឺព្រះអង្គសម្រេចហើយប៉ុន្តែអត់ទាន់មានអ្នកណាដឹងថាព្រះអង្គសម្រេចជាព្រះអរហន្តទេអញ្ចឹងហើយដើម្បីឲ្យគេដឹងព្រះអង្គធ្វើម៉េចគឺព្រះអង្គជ្រែកដៃទៅផុសនៅកន្លែងដែលគេប្រជុំសង្ឃអញ្ចឹងគឺគណៈសង្ឃគេដឹងហើយថាព្រះអានន្ទគឺព្រះអង្គបានសម្រេចជាព្រះអរហន្តហើយ